សូមគោរពជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងនឹងនិយាយអំពីដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំមកប្រទេសចិនចាប់ពីថ្ងៃទី14ដល់ថ្ងៃទី15រយៈពេល2ថ្ងៃក្នុងនោះគឺឃើញមានគណៈប្រតិភូដែលអមនាយករដ្ឋមន្ត្រីអាមេរិកមានជាពិសេសនឹងគឺសិតតែកម្ពុជាមហាសិទ្ធិដែលជានាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យានិងក្រុមហ៊ុន AI ជាដើមបើយើងមើលមកប្រទេសចិនវិញគឺប្រទេសចិនបានត្រៀមរួចជាស្រេចនៅសូចនាករក៏ដូចជាគោលការណ៍នយោបាយនិងសេដ្ឋកិច្ចជាមួយនឹងលោកដូណាល់ត្រាំនៅក្នុងដំណើរទស្សនកិច្ចរយៈពេល2ថ្ងៃនៅថ្ងៃទី14ខែឧសភាឆ្នាំ2026នៅពេលដែលសហរដ្ឋអាមេរិកមានគណៈប្រតិភូជាច្រើនដែលក្នុងនោះគេសង្កេតឃើញថាគោលដៅនៃទស្សនកិច្ចរបស់លោកដូណាល់ត្រាំមកប្រទេសចិនគឺផ្នែកសេដ្ឋកិច្ចនិងការទូតដែលជាទូទៅមហាអំណាចផុតលេខទាំងពីរនេះគឺមានចំណុចអតិរេពាណិជ្ជកម្មរវាងគ្នានឹងច្រើនដែលពិសេសនឹងគឺចិនបាននាំទៅអាមេរិកច្រើនតែសម្រាប់សហរដ្ឋអាមេរិកវិញនាំមកចិនតិចជាងរហូតដល់3ដងឯណោះដែលជានេះគេហៅថាលំអៀងផ្នែកសេដ្ឋកិច្ចទៅហើយគេសង្កេតឃើញថាដំណើរទស្សនកិច្ចរបស់លោកដូណាល់ត្រាំក្នុងនោះគឺមានគណៈប្រតិភូដែលសុទ្ធតែជាមហាសេដ្ឋីទាំង17នាក់ក្នុងនោះគឺមានលោក Elon Musk ដែលជាស្ថាបនិកនិងជានាយកក្រុមហ៊ុន Tesla និង SpaceX ជាដើមដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអវកាសនិងឡានអគ្គិសនីក៏ដូចជាក្រុមហ៊ុន AI ដទៃផ្សេងទៀតមិនត្រឹមតែប៉ុណ្ណោះទេគឺគេឃើញលោក Jason Huang ដែលជានាយកប្រតិបត្តិក្រុមហ៊ុន NVIDIA ដែលជាក្រុមហ៊ុនយក្សផលិតផ្នែក AI បន្ទះ chip គត់គង់ឲ្យក្រុមហ៊ុននៅលើពិភពលោកជាពិសេសក្រុមហ៊ុនដែលមានមូលដ្ឋាននៅប្រទេសចិននិងកូរ៉េខាងត្បូងឬក៏ជប៉ុនជាដើមម្យ៉ាងវិញទៀតក៏មាននាយកប្រតិបត្តិក្រុមហ៊ុន BlackRock ក្រុមហ៊ុន Boeing នៃយន្តហោះជាដើមដែលដំណើរទស្សនកិច្ចនេះគឺលោកដូណាល់ត្រាំនឹងបញ្ចុះបញ្ចូលឲ្យចិនទិញនៅម៉ាស៊ីនក៏ដូចជាយន្តហោះពីក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិកដែលក្រុមហ៊ុន Boeing មិនមែនជាក្រុមហ៊ុនមួយផលិតតែយន្តហោះអាកាសចរទេអាកាសចរស៊ីវិលទេប៉ុន្តែ Boeing ក៏គឺជាក្រុមហ៊ុនមួយផលិតសម្ភារៈក៏ដូចជាយន្តហោះចម្បាំងនិងគ្រឿងបរិក្ខារយោធាផងដែរក្នុងនោះគឺសហរដ្ឋអាមេរិកនឹងមានការសំណើក្នុងការបញ្ចុះបញ្ចូលចិនឲ្យចិននឹងទិញនៅទំនិញរបស់ខ្លួនដែលពិសេសហ្នឹងគឺទំនិញផ្នែកកសិកម្មពាក់ព័ន្ធនឹងសណ្តែកសៀងស្រូវឬជាស្រាជាដើមហើយក្នុងនោះគឺផ្នែកបច្ចេកវិទ្យាគឺគេនឹងលោកដូណាល់ត្រាំនិងគណៈប្រតិភូនឹងមានការបញ្ចុះបញ្ចូលយ៉ាងណាធ្វើឲ្យចិនបន្ថែមការឲ្យក្រុមហ៊ុនអាមេរិកមានឱកាសច្រើនក្នុងការវិនិយោគនៅក្នុងប្រទេសចិន 100% ហើយនឹងមានការទាមទារក៏ដូចជាសូមឲ្យចិននឹងទិញថែមនៅបច្ចេកវិទ្យាជាពិសេសបច្ចេកវិទ្យាខាង AI ក៏ទាខាងបន្ទះ chip ពីសហរដ្ឋអាមេរិកក្នុងលក្ខខណ្ឌដែលមានកិច្ចព្រមព្រៀងច្បាស់លាស់ជាមួយនឹងសហរដ្ឋអាមេរិកនេះជាអ្វីដែលគេឃើញថាលោកដូណាល់ត្រាំអាចនឹងនិយាយអំពីបញ្ហានេះលើកតុមួយវិញទៀតសហរដ្ឋអាមេរិកដែលដឹកនាំដោយលោកត្រាំអាចនឹងយកបញ្ហាសង្គ្រាមនៅមជ្ឈមបូព៌ាដែលបានផ្អាកបាញ់មួយរយៈដោយសារកិច្ចព្រមព្រៀងមួយរយៈនោះគឺអាមេរិកនឹងស្វែងរកដំណោះស្រាយមួយឲ្យចិននោះគឺអាចជួយនៅក្នុងបញ្ហាបើកច្រកសមុទ្រហកមូសដែលជាតំបន់នៃការដឹកជញ្ជូនទំនិញរបស់ពិភពលោក 20% ដែលកន្លងមកសហរដ្ឋអាមេរិកបានធ្វើសង្គ្រាមជាមួយនឹងអ៊ីរ៉ង់ដែលអាមេរិកមានសម្ព័ន្ធមិត្តគឺអ៊ីស្រាអែលដែលជាអ្នកគេធ្វើសង្គ្រាមជាមួយគ្នាក្នុងនោះគេឃើញថាបញ្ហាអាមេរិកកំពុងតែផុងខ្លួនគឺបញ្ហាសង្គ្រាមនៅមជ្ឈមបូព៌ាដែលអាមេរិកមិនទាន់មានលទ្ធភាពក៏ដូចជាមិនទាន់អាចដកខ្លួនចេញពីសង្គ្រាមនេះបានឡើយដែលពិសេសនោះគឺច្រកសមុទ្រហកមូសដែលវានៅតែជាហានិភ័យនៃនាវាដឹកទំនិញរបស់អន្តរជាតិដែលនាវារបស់អាមេរិកឬក៏សហភាពអឺរ៉ុបឬក៏របស់បរទេសផ្សេងទៀតដែលចូលមកដល់ច្រកសមុទ្រហកមូសអាចប្រឈមនឹងការបាញ់ប្រហារពីដ្រូនអត្តឃាតក៏ដូចជាពីមីស៊ីលពីកងឆ្មាំបដិវត្តអ៊ីរ៉ង់បើទោះបីជាយោធាអាមេរិក
បានទៅគៀកនឹងច្រកសមុទ្រហកមុខក៏ដោយក៏បញ្ហាអសន្តិសុខក៏នៅតែមានចំពោះច្រកសមុទ្រហកមុខដែលនាវាដឹកកប៉ាល់ទាំងឡាយសុទ្ធតែទទួលរងនឹងហានិភ័យបើទោះបីជាមានការបើកភ្លើងខៀវពីនាវាអាមេរិកក៏ដោយចំណុចនេះគឺគេនឹងសង្កេតឃើញថាលោកត្រាំអាចនឹងឲ្យលោកស៊ីជីនពីងធ្វើយ៉ាងណាសម្របសម្រួលបញ្ហានេះទោះបីជាយ៉ាងណាគេសង្កេតឃើញថាភាគីចិនជាពិសេសគឺលោកស៊ីជីនពីងអាចចាត់ទុកថាជាមនុស្សម្នាក់នរណាដែលជាអ្នកបង្កើតបញ្ហាអ្នកនោះត្រូវតែជាអ្នកដោះស្រាយបញ្ហាអញ្ចឹងបើសិនជាសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលជាអ្នកបង្កើតបញ្ហាធ្វើឲ្យច្រកសមុទ្រមុខបិទឬក៏ហានិភ័យដោយការបាញ់ប្រហារធ្វើឲ្យតម្លៃសេដ្ឋកិច្ចនិងឥន្ធនៈថាមពលឡើងថ្លៃនោះអាមេរិកត្រូវតែដោះស្រាយដោយខ្លួនឯងចិនមិនមែនជាអ្នកពាក់ព័ន្ធបើទោះបីជាពេលខ្លះចិនបានជាអ្នកនៅពីក្រោយក្នុងការឧបត្ថម្ភទិញនៅថាមពលជាផ្ដល់នៅយោធាដល់នៅព័ត៌មានយោធាទៅឲ្យអ៊ីរ៉ង់ទៅហើយក៏ចិនមិនមែនជាអ្នកនៅពីក្រោយឬក៏ចិនមិនមែនជាអ្នកដូចផ្ដើមធ្វើឲ្យមានវិបត្តិថាមពលនិងសង្គ្រាមនេះទេដូច្នេះអាមេរិកជាអ្នកបង្កើតសង្គ្រាមនោះអាមេរិកត្រូវតែជាអ្នកប្រលត់សង្គ្រាមដោយខ្លួនឯងមានន័យថាយុទ្ធសាស្ត្ររបស់ចិននៅណាបង្កើតនៅនឹងដោះស្រាយអញ្ចឹងឥឡូវយើងទៅមើលសំណើក៏ជាយុទ្ធសាស្ត្ររបស់ចិនវិញម្ដងយើងប្រើថាយុទ្ធសាស្ត្រចុះព្រោះនៅក្នុងនោះគឺវាមានល្បិចវិកលក្នុងនោះអញ្ចឹងយើងហៅថាយុទ្ធសាស្ត្រក្នុងនោះគឺគេសង្កេតឃើញថាចិននឹងដាក់សម្ពាធទៅអាមេរិកពាក់ព័ន្ធជាមួយនឹងកោះតៃវ៉ាន់ដោយដែលកន្លងមកយើងដឹងស្រាប់ហើយថានៅក្នុងតំបន់ប្រជុំកោះចិនដែលជាពិសេសគឺតៃវ៉ាន់ដែលជាប្រទេសឬក៏ជាតំបន់តូចមួយដែលតៃវ៉ាន់គឺជាអតីតកោះមួយដែលបែកចេញពីចិនដែលលោកទិញលោកដែលកាលនោះគឺបកកុម្មុយនីសចិនបានធ្វើបដិវត្តឲ្យបានដេញអ្នកបដិវត្តម្នាក់ខ្ញុំភ្លេចឈ្មោះដែរគឺគាត់បានមកកោះតៃវ៉ាន់បង្កើតនៅសាធារណរដ្ឋប្រជាមានិតតៃវ៉ាន់ជាងតៃវ៉ាន់ចិននៅតែទាមទារឲ្យសហរដ្ឋអាមេរិកចាត់ទុកថាជាដែនអធិបតេយ្យភាពរបស់ចិនដោយមិនអាចអនុញ្ញាតឲ្យអាមេរិកជ្រៀតជ្រែកទៅលើកិច្ចការផ្ទៃក្នុងរបស់ចិនបានទេបើទោះបីជាយ៉ាងណាចិនមិនទាន់មានថាការវាយប្រហារទៅលើតៃវ៉ាន់នោះទេទោះបីជាពេលខ្លះចិនបានធ្វើសម្ពយុទ្ធយោធារំលោភដល់អធិបតេយ្យភាពរបស់កោះតៃវ៉ាន់ក៏ដោយក៏ចិននៅមិនទាន់ធ្វើនៅយោធាដើម្បីវាយសង្គ្រប់យកតៃវ៉ាន់ទេអញ្ចឹងចំពោះបញ្ហាតៃវ៉ាន់គឺចិនឲ្យអាមេរិកនៅជាកណ្ដាលចាត់ទុកថាតៃវ៉ាន់គឺជាផ្នែកមួយនៃដែនដីរបស់ចិនអង្គជាចំណុចមួយហើយប្រកាន់ខ្ជាប់ថាមិនគ្រប់គ្រងការប្រកាសឯករាជ្យរបស់កោះតៃវ៉ាន់មួយទៀតចិននឹងទាមទារក៏ដូចជាដាក់គំនាបទៅសហរដ្ឋអាមេរិកពាក់ព័ន្ធជាមួយនឹងសង្គ្រាមសេដ្ឋកិច្ចដែលកន្លងមកយើងឃើញហើយអាមេរិកបានយកពន្ធពីចិន 20% 50% 100% 150% 200% រហូតដល់ 500% ជាដើមដែលបញ្ហានេះវាខុសគោលការណ៍ច្បាប់ពាណិជ្ជកម្មអន្តរជាតិដែលសហរដ្ឋអាមេរិកក៏ជាសមាជិកអង្គការពាណិជ្ជកម្មអន្តរជាតិឬក៏សមាជិកអង្គការពាណិជ្ជកម្មពិភពលោកហើយចិនក៏ជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកដូច្នេះហេតុការណ៍ឬក៏កត្តាដែលអាមេរិកដាក់ទណ្ឌកម្មឬដាក់យកពន្ធខ្ពស់ពីទំនិញរបស់ចិនវាជាអំពើមួយខុសច្បាប់ផ្នែកពាណិជ្ជកម្មទៅហើយដែលកន្លងមកគឺតុលាការរបស់សហរដ្ឋអាមេរិកបានចេញសារក្រមថាពន្ធដែលសហរដ្ឋអាមេរិកដាក់នោះមិនត្រឹមត្រូវហើយអាមេរិករដ្ឋបាលរបស់លោកដូណាល់ត្រាំត្រូវតែសងនៅពន្ធនយោបាយនោះត្រូវក្រុមហ៊ុនវិញដូច្នេះយើងសង្កេតឃើញថាចិនអាចនឹងដាក់គំនាបផ្នែកសេដ្ឋកិច្ចធ្វើម៉េចឲ្យអាមេរិកកុំយកបញ្ហាសេដ្ឋកិច្ចជាការគៀបសង្កត់ទៅលើចិនឲ្យចិនធ្វើយ៉ាងនេះធ្វើយ៉ាងនោះជាងចិនចង់បានមួយគឺបញ្ហាសេដ្ឋកិច្ចឲ្យមានស្មើមុខស្មើភាពគ្នានឹងបញ្ហាទី1បញ្ហាទី2គឺចិននឹងមិនតបតដោយកំហឹងវិញទេចិនចង់ធ្វើការជាមួយសហរដ្ឋអាមេរិកលោកស៊ីជីនពីងបាននិយាយថាចិនចង់ឲ្យសហរដ្ឋអាមេរិកមានតែធ្វើការរួមគ្នាដើម្បីសេរីភាពដើម្បីសន្តិភាពនៅក្នុងពិភពលោករួមគ្នាជាធ្លុងមួយក្នុងការ
ធ្វើឲ្យពិភពលោកនេះមានស្ថិរភាពមិនមែនជាការប្រកួតប្រជែងដណ្ដើមអំណាចលេខ1លេខ2ទេយើងធ្វើការរួមគ្នាណាអានឹងអ្វីដែលជាការសង្ខេបនៃព្រឹត្តិការណ៍ថ្ងៃទី1ហើយចំពោះថ្ងៃទី2យើងនឹងតាមដានអរគ្នាទៀតណាអរគុណច្រើនពុកម៉ែបងប្អូនអរគ្នាជម្រាបលា